លោកជាសុគានាយករងនៃសាលាបឋមសិក្សាថ្មកកង្កែបគួចពេញសង្ងិនហួយរំពឹងថានៅថ្ងៃអនាគតសិស្សរបស់ខ្លួននឹងទទួលបានជោគជ័យនៅក្នុងជីវិតព្រមទាំងអាចត្រឡប់មកអភិវឌ្ឍស្រុកកំណើតខ្លួនវិញបន្ទាប់ពីមើលឃើញគំរូភាពដ៏ល្អរបស់ក្រុមគ្រួសារអ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីការលើកឡើងនេះបានលេចឡើងនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025ក្នុងសកម្មភាពក្រុមគ្រួសាររបស់អ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Mainly Jacoot Education ពីសហរដ្ឋអាមេរិកមកស្រុកកំណើតដើម្បីប្រារព្ធពិធីសែនអ្នកតាម្ចាស់ទឹកម្ចាស់ដីនៅស្រុកថ្មកង្កែបសូមសេចក្តីសុខការអំពឹងទុកហ្នឹងហើយចង់ឲ្យសិស្សទាំងអស់ហ្នឹងគាត់បើគាត់មានការរីកចម្រើនជោគជ័យលើជំនួយណាមួយគាត់ឲ្យគាត់នឹងជួយឲ្យវត្តភូមិឃុំរបស់គាត់សាលារបស់គាត់ឡើងវិញឲ្យកាន់តែប្រសើរដោយឯកឧត្តមជាបណ្ឌិតអញ្ចឹងដែរមនុស្សចាស់ក្មេងជាង700នាក់អង្គុយចាំស្វាគមន៍ដំណើរមកដល់ដោយភាពរីករាយនិងស្នាមញញឹមនៅចំណុចបរិវេណសាលាបឋមសិក្សាថ្មកង្កែបគួចពេញសង្ងិនហួយស្ថិតនៅក្នុងឃុំជ្រនោកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមិនខុសពីសពមួយដងជិត2ទសវត្សរ៍មកហើយជារៀងរាល់ឆ្នាំនៅក្នុងពិធីសែនព្រេនក្រុមគ្រួសារអ្នកអង្គការវិជ្ជបណ្ឌិតគួចមេងលីមិនដែលមកដោយដៃទទេនោះទេសម្រាប់ពលរដ្ឋនៅទីនោះអ្នកស្រីចន្ទនឹមញញឹមប្រព្រាយដាក់អ្នកសម្ភារត្បិតអ្នកស្រីមិនបានដឹងមុននោះទេអំពីដំណើរមកដល់នៃវត្តមានគ្រួសារដែលគេតែងដាក់ហាសនាមឲ្យថាគ្រួសារសុបរសធរដែលហេតុចង់ជួបនិងចង់ឃើញមុខផងអ្នកស្រីបានធ្វើដំណើរមកជាប្រញាប់បន្ទាប់ពីទទួលបានដំណឹងតាមរយៈកូនរបស់ខ្លួនអ៊ំអត់ដឹងទេបន្តែគាត់ទៅអ៊ំដឹងថាពេលថាគួចមេងលីមកអញ្ចឹងឬក៏តាលឹមហោយើងអីមកជួយអញ្ចឹងទៅមិនចេះអត់ណោយទេក៏ដូចជួយរហូតអញ្ចឹងណាក្មួយចាបានឃើញមុខផងសប្បាយទី1បានលុយទី2បានឃើញមុខទី3បានសប្បាយចិត្តបានកាត់មកអញ្ចឹងណាក្មួយបានទិញថ្នាំលេបក្មួយទិញថ្នាំលេបបើថាអ៊ំជំងឺប្រចាំកាយមិនដែរឈេណាក្មួយគឺចកងចកេះឆ្អឹងខ្នងអញ្ចឹងណាងាកមកនាយករងសាលានិងអ្នកស្រីឈឿនសុខក៏បានបង្ហាញអំពីទឹកចិត្តរំភើបដូចគ្នាពើបដែរបានជួបគាត់អត់ដែរបានជួបគាត់ដែរគាត់ជាម្ចាស់អំណោយសម្រាប់សាលាយើងអញ្ចឹងអត់ដែរបានជួបគាត់ដែរទេសប្បាយឃើញគាត់មកអញ្ចឹងបានគាត់មកអាហ្នឹងជាការល្អរបស់គាត់មួយយ៉ាងដែរហើយក៏គាត់នឹកឃើញស្រុកកំណើតគាត់មកជួយផ្ដល់កម្លាំងចិត្តដល់ស្រុកកំណើតគាត់វិញនំប៉័ងមួយដើមថវិកា5000រៀលសម្រាប់ក្មេងនិងកុមាររីឯមនុស្សចាស់យ៉ាងហោចណាស់ទទួលបានប្រាក់20000រៀលនំប៉័ងមួយដើមព្រមទាំងមានចំណីអាហារមួយចំនួនដោយការចំណាយថវិកាលើកនេះអស់ជាង$6000តាមរយៈនាយកសាលាលោកថាកន្លងមកមិនថាតាមរយៈក្រុមគ្រួសារនៃអង្គការវិជ្ជបណ្ឌិតគួចមេងលីដោយផ្ទាល់ក្តីឬតាមរយៈមូលនិធិមេងលីជេគួចក្តីតែងតែនាំមកនៅជំនួយដល់ការអភិវឌ្ឍភូមិឃុំស្រុកវត្តអារាមសាលារៀនអត់ដាច់មិនថាតាមរយៈសម្ភារៈឬថវិកានោះឡើយបានផ្ដល់ជាអគារសិក្សាចំនួន1ខ្នងថ្មីហើយនឹងជួសជុល1ខ្នងហើយផ្ដល់ជាអាងទឹកសម្រាប់នេះណាអាងទឹកមកពីសម្រាប់គុតគង់ដល់សាលាបាទខ្ញុំគិតថាទង្វើដែលគាត់បានជួយឧបត្ថម្ភសាលាឧបត្ថម្ភជាសម្ភារៈដល់សាលានេះជាទង្វើដែលល្អបាទសម្រាប់អ្នកដែលស្រុកកំណើតរបស់គាត់ជួយអភិវឌ្ឍស្រុកកំណើតរបស់គាត់ដែលមានគំរូភាពដ៏ល្អក៏ប្រសើរអំពីសំណាក់ក្រុមគ្រួសារនៃអង្គការវិជ្ជបណ្ឌិតគួចមេងលីស្រាប់លោកជាសុខាមានសេចក្តីអំណរនិងលើកទឹកចិត្តដល់អតីតសិស្សនៅភូមិថ្មកង្កែបព្រមទាំងអ្នកឯទៀតនៅពេលដែលទទួលបានផ្លែផ្កានាពេលអនាគតគួរតែចូលរួមអភិវឌ្ឍភូមិឃុំកំណើតខ្លួនឲ្យមានភាពរីកចម្រើនតាមដែលអាចធ្វើទៅបានបុគ្គលជោគជ័យទាំងអស់គួរតែជួយដល់ស្រុកកំណើតខ្លួនឯងដែលឲ្យមានការរីកចម្រើនដូចជាឯកឧត្តមវិជ្ជបណ្ឌិតគួចមេងលីគាត់ជួយអញ្ចឹងបាទជាទង្វើដែលល្អបំផុតសម្រាប់អ្នកភូមិថ្មកង្កែប